ស្ត្រីអាចជាមេដឹកនាំស្ត្រីអាចធ្វើការដោយបរិសុទ្ធដែរហើយអ្វីដែលសំខាន់ស្ត្រីជាបុគ្គលម្នាក់ដែលបានលះបង់និងគាំទ្រដល់មនុស្សជុំវិញខ្លួនរបស់នាងផងដែរខ្ញុំធីរីខ្ញុំមានគ្រួសារហើយខ្ញុំមានកូនចំនួន2នាក់ខ្ញុំមានក្តីស្រមៃចង់ឲ្យខ្លួនជាមនុស្សម្នាក់ដែលពូកែហើយអាចឲ្យគេពឹងពាក់បានដូច្នេះហើយបានជាខ្ញុំឈរនៅទីនេះចាស់ពីដើមយើងគ្រប់គ្នាតែងតែលើកពាក្យគាត់និយាយថាស្ត្រីគឺបង្វិលកន្ទុយចង្ក្រានមិនជុំទេខ្ញុំគិតថាបុរសក៏បង្វិលមិនជុំដូចគ្នាព្រោះការងារផ្ទះពិតណាស់វាមិនមែនសម្រាប់តែស្ត្រីនោះទេវាជាការចូលរួមចំណែកពីបុរសដើម្បីឲ្យផ្ទះរបស់យើងស្អាតនិងគ្រួសារមានសុភមង្គលផងដែរនៅក្នុងឱកាសថ្ងៃនៃទិវានារីអន្តរជាតិនេះខ្ញុំតំណាងឲ្យអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍សូមជូនពរដល់ស្ត្រីទាំងអស់ឲ្យទទួលបាននូវស្នាមញញឹមការគោរពស្រឡាញ់សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណ